បាទគ្រប់ជំរាបសួរបងប្អូនពុកម៉ែពូមីងបងនៅតាមបណ្ដាខេត្តរាជធានីបាទនឹងតំបន់ផ្សេងបងប្អូនណាបាទឡានមានកាត់ចូលក្នុងមកទីខាងបងប្អូនណាបាទមានច្រើនណាស់បងប្អូនពុកម៉ែណាបាទមានច្រើនមែនតើតម្លៃធូបងប្អូនពុកម៉ែណាបាទតម្លៃសមរម្យបងប្អូនតម្លៃចរចាប្រភេទឡានដែលមានឯកសារគ្រប់ប្រភេទឡានដែលមានការតុបតែងរៀបចំស្អាតភ្លឹងបាទជ្រើងបងប្អូនម៉ែណាបាទប្រភេទឡានដែលមានបុកឡានមានប៉ះឡានកាត់តឡានដូរពណ៌បាទស្អាតទាំងអស់បងប្អូនម៉ែណាបាទតាមតម្រូវការរបស់បងប្អូនពុកម៉ែថាស្រឡាញ់ពេញចិត្តបងប្អូនរួរាន់ឡើងបងប្អូនបាទតនថ្មីនឹងតនក្តៅបងប្អូនម៉ែណាបាទមានច្រើនមែនតើប្រភេទឡានស្អាតបងប្អូនណាបាទមានតាំងពី Refor បងប្អូនម៉ែណាបាទ Refor ឆ្លាមបងប្អូនណាបាទឆ្លាម97 98 99មានមួយសេតបងប្អូនបាទមានគ្រប់ពណ៌បងប្អូនណាបាទជាមួយនឹងឡានដែលពាក់ផ្លាកលេខវែងទឹកពីជាន់ថ្មីបងប្អូនណាបាទស្រស់ស្អាតបាទបាទជាមួយនឹង Honda CR-V មានគ្រប់ទាំងអស់បាទមានគ្រប់ពណ៌បាទគ្រប់ស៊េរីបងប្អូនខ្មែរណាបាទជ្រើងបាទមានការតុបតែងរៀបចំស្អាតមីខ្ចីញ៉ាញ់អស់ហើយបងប្អូនខ្មែរណាបាទនេះបងប្អូនប្រភេទ Honda CR-V បាទមានច្រើនមែនតើបងប្អូនខ្មែរណាបាទសម្រាប់បងប្អូនពុកម៉ែពូមីងបងគេថាស្រឡាញ់ពេញចិត្តបាទចាប់អារម្មណ៍រុះរាន់ឡើងបងប្អូនណាបាទមានច្រើនមែនតើនៅក្នុងឃ្លាំងបងប្អូនណាបាទមានច្រើនមែនតើបាទមានការតុបតែងរៀបចំស្អាតខ្ចីញ៉ាញ់បងប្អូននេះបាទស្រស់ស្អាតបងប្អូនណាហើយជាមួយនឹងការកូឡាយក៏មានបងប្អូនណាបាទកូឡា98បាទកូឡា98 99ប្រភេទបាទកូឡា94 95 93មានមួយសេតបងប្អូនហ្នឹងណាបាទស្អាតនេះបងប្អូនបាទកូឡាបាទមានការតុបតែងរៀបចំជ្រើងឲ្យបងប្អូនហ្នឹងណាបាទនេះបាទសិតតឡានស្អាតទាំងអស់បងប្អូនហ្នឹងអើយបាទចេញណាស់បងប្អូនបាទនេះបាទកូឡាប្រភេទកូឡាបាទស្អាតបងប្អូនបាទសម្រាប់បងប្អូនពុកម៉ែថាស្រឡាញ់ពេញចិត្តឬមួយបងប្អូនចង់ដឹងពីព័ត៌មានលម្អិតបន្ថែមបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទបងប្អូនណាបាទទីតាំងខ្ញុំបាទនៅខាងភ្នំពេញស្ពានអាកាសចំចៅបងប្អូនម៉ែណាបាទរុះរាន់ឡើងបងប្អូនបាទឡាននៅក្នុងឃ្លាំងមានច្រើនណាស់បងប្អូនបាទឥឡូវបងប្អូនមកកន្លែងមើលខាងប្លុកខាងមកចាហៀងទៀតបងប្អូនណាបាទនេះប្លុកខាងមកឈៀងទៀតបងប្អូនបាទជាមួយនឹង Refor មានទាំងអស់បងប្អូនណាបាទ Refor នេះ02បងប្អូនម៉ែណាបាទ02មានការតុបតែងរៀបចំស្អាតជ្រើងឲ្យបងប្អូនណាបាទស្អាតជ្រើងហើយជាមួយនឹងឆ្លាមបងប្អូនណាបាទឆ្លាមឆ្នាំ2000នេះបងប្អូនបាទមានការដុសខាត់សម្អាតចេញញ៉ាញ់បងប្អូនម៉ែណាបាទឆ្លាម2000ហើយជាមួយនឹង Honda CR-V ឆ្នាំផលិត2002នេះបងប្អូនបាទស្អាតមែនតើបងប្អូនណាបាទហើយតម្លៃអាចចរចាបងប្អូនណាបាទតម្លៃសមរម្យហើយចរចានិយាយគ្នាបានច្រើនទៀតបងប្អូនម៉ែណាបាទខ្ញុំនិយាយលើលុបខុសឆ្គងប្រការណាមួយសូមបងប្អូនពុកម៉ែពូមីងបាទខន្តីភ័យទោសឬខ្ញុំផងសូមអរគុណសូមជម្រាបលា